ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំចាថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាប្រាសាទបុរាណខ្មែរយើងមួយទៀតហើយចាដែលស្ថិតនៅភូមិបោះស្បូវឃុំភ្នំដីស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យចាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនចូលទៅខាងក្នុងដើម្បីទស្សនាប្រាសាទជាមួយនាងខ្ញុំចាប្រាសាទនេះគឺរោងការបាក់បែកស្ទើរតែទាំងស្រុងហើយចាគឺនៅតែបំណែកតិចតួចនឹងខ្លោងទ្វារចូលចាក្រៅពីហ្នឹងគឺបាក់បែកអស់ហើយចាបើយើងមើលតាមសភាពនៃប្រាសាទគឺជាការជីកកោះកកាយដើម្បីរកវត្ថុមានតម្លៃនៅបាតប្រាសាទធ្វើឲ្យប្រាសាទរងនឹងការប៉ះពាល់បាក់បែកខ្ទេចខ្ទីអស់លែងស្គាល់រូបរាងចាហើយប្រាសាទនេះដែរគឺតាមដែលយើងឃើញថ្មដែលនៅសេសសល់ហ្នឹងគឺសាងសង់ឡើងពីឥដ្ឋជាមួយនឹងថ្មភក់ហើយថ្មភក់ដែលគេយកមកធ្វើប្រាសាទនេះគឺជាថ្មភក់ដែលមានពណ៌ផ្កាឈូកចាគឺពិតជាស្រស់ស្អាតមែនទែនហើយនៅទីនេះក៏អ្នកភូមិគាត់បានធ្វើជារោងអ្នកតាមួយដើម្បីមកធ្វើការអុជធូបបន់ស្រន់ចាប្រាសាទនេះគឺនៅនឹងមាត់ផ្លូវតែម្ដងចាពេលបងប្អូនមកកាន់ស្រុកភ្នំស្រុកឆ្ពោះមកឃុំភ្នំដីចាប្រាសាទនេះគឺនៅភូមិបោះស្បូវចាយើងជិះមកភូមិបោះស្បូវទៅនឹងឃើញប្រាសាទនៅទីហ្នឹងឬក៏បងប្អូនអាចសួរអ្នកភូមិចាគាត់នឹងចង្អុលបង្ហាញដោយសារតែខាងមុខគឺមានដាក់ស្លាកឈ្មោះនៃប្រាសាទដែរប៉ុន្តែវារោងការខូចខាតបាក់បែកអស់ហើយយើងមិនចាប់អារម្មណ៍មើលឃើញទេចាពុកម៉ែបងប្អូនចង់អញ្ជើញមកទស្សនាអាចសាកសួរព័ត៌មានពីអ្នកស្រុកអ្នកភូមិដែលគាត់នៅម្ដុំហ្នឹងចាគាត់នឹងបង្ហាញទីតាំងប្រាសាទហើយចាប្រាសាទនេះគឺមិនមានភ្ញៀវជាតិឬក៏អន្តរជាតិណាមកទស្សនាទេចាអ្នកខ្លះក៏គាត់មិនដឹងចាអ្នកខ្លះគាត់ដឹងដែរប៉ុន្តែប្រាសាទបានបាក់បែកនៅសល់តែបន្តិចបន្តួចចាគឺមិនមានអ្នកមានចំណាប់អារម្មណ៍ចង់មកទស្សនាទេចាប៉ុន្តែនាងខ្ញុំនៅតែថតបង្ហាញជូនពុកម៉ែបងប្អូនដើម្បីឲ្យស្គាល់នៅទីតាំងដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងចាគឺមានច្រើនស្កេតស្កះមែនទែនចាប្រសិនបើប្រាសាទទាំងអស់នោះនៅរូបរាងស្អាតមិនដឹងជាអស្ចារ្យប៉ុណ្ណាទេចាហើយប្រាសាទនេះដែរយើងពុំដឹងឈ្មោះពិតប្រាកដឬក៏អត្តសញ្ញាណរបស់ប្រាសាទទេចាដោយសារតែมันមានសិលាចារឹកឬក៏ឯកសារណាបញ្ជាក់ពីប្រវត្តិរបស់ប្រាសាទចាហើយប្រាសាទនេះដែរគឺឈ្មោះថាប្រាសាទបោះស្បូវចាឈ្មោះដូចទៅនឹងភូមិទីតាំងនឹងតែម្ដងគឺភូមិបោះស្បូវចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចាមានពេលវេលាក៏អាចអញ្ជើញមកទស្សនាបានដែរតែប្រសិនបើពុកម៉ែបងប្អូនមិនមានពេលវេលាគ្រប់គ្រាន់ចាអាចទស្សនាតាមរយៈវីដេអូរបស់នាងខ្ញុំបានចានាងខ្ញុំនឹងថតបង្ហាញជូនពុកម៉ែបងប្អូននៅទីតាំងប្រាសាទដែលជាស្នាដៃរបស់បុព្វបុរសយើងចាទោះជាប្រាសាទបាក់បែកអស់នៅសល់តែបន្តិចបន្តួចចាក៏នាងខ្ញុំនឹងព្យាយាមថតជូនពុកម៉ែបងប្អូនឲ្យបានដឹងចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនេះខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះសូមជូនពរដល់ពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខពេលនេះនាងខ្ញុំក៏សូមអរគុណសូមជម្រាបលា